Bọnនិយាយទៅសម្រាប់ខ្ញុំការប្រើប្រាស់បានបោសសវាមានសារៈសំខាន់ខ្លាំងមែនទែនចំពោះខ្ញុំចាជំរាបសួរបងប្អូនមុននេះបន្តិចនាងខ្ញុំបានធ្វើដំណើរទៅប្រើសេវាកម្មអំពីការប្រើប្រាស់កាតបានបោសសណាបងប្អូនចានៅគៀកផ្ទះនេះខ្ញុំនឹងតែម្ដងតាមរយៈការប្រើប្រាស់បានបោសសមានបងប្អូនខ្លះទៅក៏មានប្រើហើយបងប្អូនខ្លះទៀតទៅក៏មិនទាន់មានប្រើទេដូច្នេះឥឡូវនេះខ្ញុំមកប្រាប់ពីអត្ថប្រយោជន៍ក៏ដូចជាសារៈសំខាន់ចំពោះចាការប្រើប្រាស់បានបោសសឥឡូវនេះខ្ញុំនាពេលល្ងាចចាថ្ងៃទី13ខែកក្កដាឆ្នាំ2026ចានេះខ្ញុំក៏បានធ្វើដំណើរមកមន្ទីរពេទ្យនៅគៀកផ្ទះដែលជាមន្ទីរពេទ្យមួយចាដែលសហការជាមួយនឹងចាបសសតែម្ដងតាមរយៈការប្រើប្រាស់បានបសសមានបងប្អូនខ្លះទៅគាត់ឲ្យតម្លៃទៅលើបានបសសមានបងប្អូនភាគតិចទៅគាត់មិនបានឲ្យតម្លៃទៅលើបានមួយនេះទេដោយហេតុអ្វីជាក់ស្ដែងតាមដែលនេះខ្ញុំបានឮខ្លះដែរតាក់ទងទៅនឹងការប្រើប្រាស់បានបសសបងប្អូនមួយចំនួនចាគាត់គិតថាអូការប្រើប្រាស់បានបសសគេមិនយកចិត្តទុកដាក់មួយយើងទេហើយថ្នាំក៏ឲ្យថោកទៀតចាបែបនេះខ្ញុំតែងតែឮចាក៏ប៉ុន្តែខ្ញុំមិនបញ្ជាក់ថាអ្នកណាអ្នកនិយាយទេចាខ្ញុំធ្លាប់ឮដូច្នេះសួស្ដីជំរាបសួរបងប្អូននេះជាការប្រើប្រាស់ចាបានបសសរបស់នេះខ្ញុំចាជំងឺរបស់ខ្ញុំមិនមែនជាធ្ងន់ធ្ងរទេគ្រាន់តែលក្ខណៈផ្ដាសាយធំតែប៉ុណ្ណោះក៏ប៉ុន្តែដោយឡែកខ្ញុំបានធ្វើដំណើរមកទទួលសេវាកម្មតាក់ទងទៅនឹងចាការប្រើប្រាស់បានបសសនេះដោយសារតែបានបសសមួយសន្លឹកចាខ្ញុំបានមកពីក្រុមហ៊ុនរបស់នេះខ្ញុំចាគាត់មួយខែគាត់បង់ច្រើនម៉ឺនមែនតើបងប្អូនចាព្រោះអីដោយសារតែមាន insurance គ្រប់តែម្ដងចាខុសពីបងប្អូនបង់មួយខែ10000ជាងចាសម្រាប់នៅតាមក្រុមហ៊ុនបង់សេវាកម្ម insurance ច្រើនជាងចាបងប្អូនដែលបង់ធម្មតាទស្សនវិជ្ជានេះនេះខ្ញុំបានទៅទទួលសេវាកម្មបសសនៅក្បែរផ្ទះនឹងឯងចាហើយតាមតែជាក់ស្ដែងចាបានមួយនេះវាមានសារៈសំខាន់សម្រាប់ខ្ញុំខ្លាំងមែនទែនឬក៏ចំពោះបងប្អូនករណីបងប្អូនឈឺធ្ងន់ឈឺស្រាលចាបងប្អូនមានបានមួយនេះនៅពេលបច្ចុប្បន្នគឺស្រួលមែនទែនចំណែកខ្ញុំតាំងពីមានបានបសសនេះខ្ញុំមិនដែលបានទៅទិញថ្នាំនៅខ្វាម៉ាស៊ីណាទេខ្ញុំមកបើកតែពេទ្យរដ្ឋឬក៏ពេទ្យឯកជនដែលសហការជាមួយនឹងបានបសសទស្សនវិជ្ជានេះខ្ញុំបានធ្វើដំណើរមកបសសនេះនៅគៀកផ្ទះចាតាមបណ្ដោយផ្លូវ30ម៉ែត្រទួបង្រនឹងឯងចាម្ដុំលោកសន្តិភាព2ណាតាក់ទងទៅនឹងការប្រើប្រាស់បានបសសជារឿយៗខ្ញុំក៏បានផុសនៅតាមរយៈsocial media ដូចជា YouTube Facebook ហើយនិង page ដែលខ្ញុំបានផុសនេះចាហើយមានបងប្អូនឆាតសួរឬក៏ comment សួរតាមរយៈ YouTube ក្តីនិងតាមរយៈ page ក្តីថាតើការប្រើប្រាស់បានបសសនេះហើយបងប្អូនខ្លះទៅក៏គាត់មិនទាន់ទៅធ្វើគាត់សួរថានៅទីណាចាដែលគេសម្រាប់ធ្វើបានបសណាដូច្នេះនៅរាជធានីភ្នំពេញក៏ដូចជាតាមបណ្ដាខេត្តផ្សេងតែងតែមានព័ត៌មានថ្នាក់ដឹកនាំចាក្រសួងគាត់រាយរាប់ប្រាប់ហើយបើសិនជាបងប្អូននៅភ្នំពេញចាតាមសាខាតាមតំបន់ដែលយើងនៅនោះគឺមានគ្រប់កន្លែងសម្រាប់ការធ្វើបានបសសមួយនេះបងប្អូនសម្រាប់ខ្ញុំបសសហើយនឹងខ្ញុំចាគឺសារៈសំខាន់ខ្លាំងណាស់ចំពោះខ្ញុំណាចាឈឺធ្ងន់ឈឺស្រាលអីបងប្អូនកុំគិតថាបានមួយនេះយកទៅបើគេឲ្យថ្នាំថោកឲ្យថ្នាំមិនល្អកុំគិតបែបហ្នឹងបងប្អូនដូចតែថ្នាំខ្ញុំបើកបានណាខ្ញុំរាល់ពេលផ្ដាសាយខ្ញុំតែងតែទៅបើកឬក៏ឈឺតិចតួចចាដែលមិនបានសម្រាប់នៅមន្ទីរពេទ្យណាខ្ញុំទៅបើករហូតជាមកប្រើប្រាស់ចាតែយូរនេះខ្ញុំបានអញ្ជើញទៅម្ដងទេហើយមន្ទីរពេទ្យនេះចាទីតាំងនៅតាមបណ្ដោយផ្លូវ30ម៉ែត្រទូប្រគៀកនឹងចាសាលាកូននេះខ្ញុំមីគីវ៉េនឹងតែម្ដងណាបងប្អូនដូច្នេះបងប្អូនណាដែលមិនទាន់បានធ្វើបានបសអីអញ្ជើញទៅធ្វើឲ្យបានគ្រប់គ្នាទៅបងប្អូនចាំពេញរាល់បែបបទឯកសារដែលក្រសួងចង់បានបងប្អូនធ្វើទៅតាមនឹងមកចាងាយស្រួលបងប្អូនហានិភ័យយើងមើលមិនឃើញទេចាដូច្នេះយើងជាយាមចាធ្វើឲ្យបានទាំងអស់គ្នាពីព្រោះជីវិតរបស់មនុស្សយើងមើលមិនឃើញទេបងប្អូនឈឺធ្ងន់ឈឺតិចអីមើលមិនឃើញឡើយអរគុណហើយវីដេអូនេះគ្រាន់តែជាការចែករំលែកទេបើសិនណាជាខ្ញុំនិយាយទៅមានការទាស់ខុសនិយាយទាំងផ្ដាសាយនេះសូមបងប្អូនចាអធិស្ឋានមកកាន់នេះខ្ញុំផងដែរចាគណៈពេលនេះសូមអរគុណសូមជម្រាបលា